ចេះគ្រប់គ្រងខ្លួនឯងក្នុងពេលដែលមានលុយអញ្ចឹងឲ្យតែខ្ញុំជួបមនុស្សខ្ញុំអត់ចង់ឲ្យលុយអ្នកនឹងដោយស្រួលទេខ្ញុំចង់ឲ្យអ្នកលុយអ្នកនឹងឲ្យអ្នកនឹងបានចេះគិតដល់របស់ពីរនឹងសំខាន់ទី1តែតែបដោះផ្នត់កំណត់គាត់ឲ្យគាត់គិតថាគាត់ខ្លាំងជាងមុនបកែជាងមុនអានឹងជាគោលដៅធំរបស់ខ្ញុំទី2បើមានលុយត្រូវចេះសន្សំលុយនោះខ្ញុំជួបកីឡាករសិល្បករយើងអីខ្ញុំមានពាក្យពីរទី1បរៀនគាត់ពី skill ក្នុងការ build អា career គាត់ឲ្យ grow បើទី2គឺចង់ build ពីគំនិតនៃការចេះគ្រប់គ្រងខ្លួនឯងក្នុងពេលដែលមានលុយអញ្ចឹងឲ្យតែខ្ញុំជួបមនុស្សខ្ញុំអត់ចង់ឲ្យលុយអ្នកនឹងដោយស្រួលទេខ្ញុំចង់ឲ្យអ្នកលុយអ្នកនឹងឲ្យអ្នកនឹងបានចេះគិតដល់របស់ពីរនឹងសំខាន់ទី1តែតែបដោះផ្នត់កំណត់គាត់ឲ្យគាត់គិតថាគាត់ខ្លាំងជាងមុនបកែជាងមុនអានឹងជាគោលដៅធំរបស់ខ្ញុំទី2បើមានលុយត្រូវចេះសន្សំលុយនោះព្រោះយើងមិនមែនគិតថាដូចបងប្អូនកីឡាករអញ្ចឹងយើងមិនមែនអាយុ25នឹងរហូតណាមិនមែន25រហូតណាដល់ពេលណាយើងឈប់ទទួលជាអាជីពជាអ្នកបដាល់យើងបានថវិកាហ្នឹងដើម្បីយើងទៅធ្វើអាជីវកម្មផ្សេងបានប៉ុន្តែបើយើងចាយលុយហ្នឹងហើយដល់ពេលពិបាកអ្នកណាពិបាកជំនួយយើងកន្លែងនេះខ្ញុំតែគិតថាហ្នឹងជាចំណុចសំខាន់